អំបាញ់មិញនេះបងប្អូននាយករដ្ឋមន្ត្រីថៃគឺលោកអនុទីនបាននិយាយថាគឺគ្មានបទឈប់បាញ់ណាមួយជាមួយនឹងកម្ពុជាយើងនោះទេទោះបីជាមានការអំពាវនាវឲ្យមានការឈប់បាញ់ពីលោកដូណាល់ត្រាំក៏អនុទីនមិនឈប់នោះដែរអាតុងទីនវាបានប្រកាសសង្គ្រាមជាមួយយើងពេញទីហើយបងប្អូនយើងមានតែរងចាំមើលទាំងអស់គ្នាបងប្អូននៅល្ងាចនេះតើលោកដូណាល់ត្រាំអាចនឹងបរាជ័យក្នុងការធ្វើជាអ្នកសម្របសម្រួលសន្តិភាពនៅអាស៊ីអាគ្នេយ៍ដែរឬទេព្រោះលោកដូណាល់ត្រាំបានបរាជ័យម្ដងរួចមកហើយក្នុងការសម្របសម្រួលសន្តិភាពកម្ពុជានិងថៃពេលនោះអាតុងទីនវាបានហែកក្រដាស់កិច្ចសន្យាសន្តិភាពចោលដែលមានលោកដូណាល់ត្រាំធ្វើជាម្ចាស់ហត្ថលេខីម្ដងនេះវាបានរំលោភបំពានសន្តិភាពម្ដងទៀតមិញនេះនឹងបងប្អូនទោះបីជាមានការអំពាវនាវផ្ទាល់ពីសិទ្ធិវិមានលោកដូណាល់ត្រាំក៏ដោយប៉ុន្តែថៃបានប្រកាសយ៉ាងដាច់អហិង្ការថាគ្មានបទឈប់បាញ់ជាមួយកម្ពុជាទេតើមានអាចកំបាំងអ្វីដែលធ្វើឲ្យអាតុងទីនមិនខ្លាចសហរដ្ឋអាមេរិកជាពិសេសគឺលោកដូណាល់ត្រាំផ្ទាល់តែម្ដងតើមាននរណានៅពីក្រោយថៃមែនដែរឬទេបានជាថៃប្រហើនខ្លាំងម្ល៉េះហ៊ានប្រកាសសង្គ្រាមជាមួយនឹងកម្ពុជាទោះបីជាមានការអំពាវនាវពីលោកដូណាល់ត្រាំក៏ដោយព្រំដែនកម្ពុជានិងថៃនៅតែឡើងកម្ដៅក្តៅគគុកនៅឡើយនៅព្រឹកថ្ងៃនេះដែរបងប្អូនគឺចៅសៀមវាបានបាញ់កំទេចស្ពានរបស់យើងនៅថ្មដានេះគឺជាការសោកស្ដាយបំផុតមួយសម្រាប់កម្ពុជាយើងទាំងមូលពួកយើងទាំងអស់គ្នាសង្ឃឹមថានឹងមានវិធានការក្តៅតបទៅភាគីថៃវិញដោយមិនឲ្យភាគីថៃបំពានកម្ពុជាបានតាមតែទំនើងចិត្តនោះទេនៅពេលដែលអាតុងទីនហ៊ានបដិសេធសំណើបទឈប់បាញ់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំតើនេះជាសញ្ញានៃការត្រៀមលក្ខណៈសម្រាប់សង្គ្រាមឬគ្រាន់តែជាល្បែងនយោបាយដើម្បីការពារអំណាចរបស់ខ្លួនតែប៉ុណ្ណោះយើងរងចាំមើលទាំងអស់គ្នាបងប្អូននៅល្ងាចនឹងតើលោកដូណាល់ត្រាំមានវិធានការអ្វីឆ្លើយតបទៅភាគីថៃជាពិសេសគឺអាតុងទីននិងកងទ័ពរបស់វាបើដូណាល់ត្រាំមិនអាចបញ្ចប់ចំនួនមិនអាចបញ្ឈប់ថៃឈ្លានពានមកលើកម្ពុជាបាននោះអានុភាពអំណាចរបស់សហរដ្ឋអាមេរិកនឹងចុះខ្សោយនៅតំបន់អាស៊ានជាមិនខានសូមលោកដូណាល់ត្រាំចាត់វិធានការក្តៅជាបន្ទាន់ព្រោះថៃគឺជាឧក្រិដ្ឋជនសង្គ្រាមដ៏ធំបំផុតដែលបានឈ្លានពានកម្ពុជាម្ដងហើយម្ដងទៀតដោយមិនខ្វល់ពីបាត់បង់ជីវិតរបស់ប្រជាជនស្លូតត្រង់កម្ពុជាមិនថែមតែប៉ុណ្ណោះទេពួកវាបានបាញ់សម្ដៅទៅរកតែទីប្រជុំជននិងជនស៊ីវិលតែប៉ុណ្ណោះនេះគឺជាឧក្រិដ្ឋជនសង្គ្រាមពេញទីហើយសូមពិភពលោកជួយមើលកម្ពុជាផងមិញនេះបងប្អូននៅក្នុង account Facebook របស់អាតុងទីនវាបានសរសេរថាគ្មានការចរចាបទឈប់បាញ់ជាមួយនឹងកម្ពុជាទេទោះបីជាមានលោកដូណាល់ត្រាំអំពាវនាវឲ្យមានការឈប់បាញ់ក៏ដោយនេះវាចង់មានន័យថាវាបានប្រកាសសង្គ្រាមពេញទីជាមួយនឹងកម្ពុជាយើងហើយវាបានបញ្ជាក់យ៉ាងច្បាស់ទៀតថាថៃមិនទាន់មានផែនការណាមួយឬតម្រូវក្នុងការចុះហត្ថលេខាលើបទឈប់បាញ់ណាមួយជាមួយនឹងកម្ពុជាយើងទេអាតុងទីនវាពិតជាមិនសុខចិត្តនោះទេព្រោះថាសង្គ្រាម 5-6 ថ្ងៃមកនេះគឺវាបានចាញ់ច្រាបកម្ពុជាកងទ័ពរបស់វាស្លាប់បាត់បង់ជីវិតអស់ជាច្រើនចំណែកឯទីតាំងក៏វាមិនបានកម្ពុជាយើងឈរជើងយ៉ាងរឹងមាំគ្រប់ទីតាំងទាំងអស់ទើបធ្វើឲ្យអាតុងទីនមានការមិនអស់ចិត្តមិនសុខចិត្តវាតែងតែចង់បង្កសង្គ្រាមជាមួយយើងរហូតនេះក៏ព្រោះតែវាចាញ់កម្ពុជាគ្រប់ផ្លូវទាំងអស់បើសិនជាមានការឈប់បាញ់មែននោះប្រជាជនថៃជាច្រើននឹងបានរិះគន់លោកអនុទីននិងដាក់សម្ពាធឲ្យវាខ្លាំងជាមិនខានព្រោះវាវាយមិនបានទីតាំងឈរជើងថែមទាំងបាត់បង់ជីវិតទាហានអស់រាប់រយនាក់និងរបួសអស់ជាច្រើនពាន់នាក់ផងដែរដូច្នេះហើយវិធីតែមួយគត់ដើម្បីធ្វើឲ្យវា
អាចកសាងកេរ្តិ៍ឈ្មោះរបស់វាឡើងវិញបានគឺមានតែធ្វើសង្គ្រាមជាមួយនឹងកម្ពុជាគឺវាប្រថុយធ្វើសង្គ្រាមជាមួយនឹងយើងដើម្បីបានទីតាំងឈរជើងនិងមានមុខមានមាត់ដោះស្រាយជាមួយនឹងប្រជាជនរបស់វាមិនថាអាតុងទីនបញ្ជាឲ្យទីហ៊ានរបស់វាឈ្លានពានយើងខ្លាំងប៉ុណ្ណានោះទេក៏កងទ័ពកម្ពុជាយើងគ្រប់គ្រងបានយ៉ាងរឹងមាំមិនឲ្យសត្រូវចោលឈ្លានពានបាននោះឡើយគ្មានទីតាំងណាមួយដែលចោលអាចឈរជើងបាននោះទេប្រជាជនយើងទាំងអស់គ្នាសង្ឃឹមថាកម្ពុជាយើងនៅតែអាចឈរជើងបានយ៉ាងរឹងមាំគ្រប់ទីតាំងទាំងអស់ដោយមិនអាចឲ្យចោលឈ្លានពានវាលោកចូលបាននោះទេជាការសម្គាល់ការបដិសេធរបស់ថៃបានលើកឡើងភ្លាមបន្ទាប់ពីលោកដូណាល់ត្រាំបានអំពាវនាវឲ្យមានការឈប់បាញ់ជាបន្ទាន់សន្តិភាពជាដាច់ខាតជាពិសេសនៅតាមព្រំដែនកម្ពុជានិងថៃដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់ Indo-Pacific ហេតុអ្វីបានជាលោកដូណាល់ត្រាំអន្តរាគមន៍អាមេរិកមិនចង់ឃើញជម្លោះនៅអាស៊ីអាគ្នេយ៍ដែលអាចផ្ដល់ឱកាសឲ្យមហាអំណាចផ្សេងទៀតដូចជាចិនពង្រីកឥទ្ធិពលយោធារបស់ខ្លួនឡើយក្រុមហ៊ុនអាមេរិកជាច្រើនមានមូលដ្ឋាននៅប្រទេសទាំងពីរជាពិសេសគឺនៅប្រទេសថៃមានច្រើនតែម្ដងការផ្ទុះអាវុធណាមួយនឹងធ្វើឲ្យខូចខាតដល់ច្រវាក់ផ្គត់ផ្គង់សកលលោកការដែលអាតុងទីនហ៊ាននិយាយថាគ្មានបទឈប់បាញ់ណាមួយជាមួយនឹងកម្ពុជាទោះមានការសុំពីលោកដូណាល់ត្រាំបង្ហាញថាថៃកំពុងព្យាយាមដើរលើផ្លូវនយោបាយក្រៅប្រទេសដោយស្វ័យភាពមិនចំណោះទាំងស្រុងលើសហរដ្ឋអាមេរិកឡើយនិងមិនខ្វល់ខ្វាយពីអាមេរិកអាតុងទីនវាចង់មានន័យថាទោះវាដើរឈ្លានពានប្រទេសណាក៏វាមិនខ្វល់ក្បាលសហរដ្ឋអាមេរិកដែរព្រោះថាកន្លងមកអាមេរិកមិនបានដាក់ទណ្ឌកម្មលើវាធ្ងន់ធ្ងរនោះទេទើបធ្វើឲ្យពួកវាបានចិត្តនិងមិនខ្លាចសហរដ្ឋអាមេរិកម្ដងនេះសូមអំពាវនាវឲ្យលោកដូណាល់ត្រាំដាក់ទណ្ឌកម្មលើប្រទេសថៃឲ្យខ្លាំងក្លាបំផុតដើម្បីឲ្យវាដឹងថាសហរដ្ឋអាមេរិកគឺមិនមែនមានតែឈ្មោះនោះទេសហរដ្ឋអាមេរិកគឺមានអំណាចពិតប្រាកដបើអាមេរិកធ្វើមិនបានដាក់ទណ្ឌកម្មលើថៃមិនបានមិនអាចបញ្ឈប់អាតុងទីនឲ្យឈ្លានពានកម្ពុជាបាននោះអំណាចរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះនៅក្នុងតំបន់អាស៊ានជាពិសេសនៅអាស៊ីអាគ្នេយ៍ជាមិនខានសន្តិភាពគឺជាអ្វីដែលប្រជាជនកម្ពុជាប្រាថ្នាចង់បានប៉ុន្តែនយោបាយគឺជាល្បែងដែលពិបាកស្មានយើងទាំងអស់គ្នានឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរាល់ការវិវត្តថ្មីនៅតាមព្រំដែននិងប្រតិកម្មពីទីក្រុង Washington សហរដ្ឋអាមេរិក